ថ្ងៃនេះចៃដន្យអីទៅផ្សារទិញបានតាយោងចេកអញ្ចឹងនឹកឃើញថាចង់ធ្វើញាំតាយោងចេកញ៉ាំម្ដងហើយសម្រាប់ញាំតាយោងចេកខ្ញុំថ្ងៃនេះគឺខ្ញុំលាយជាមួយនឹងសាច់ជ្រូក3ជាន់និងបន្ថែមជាមួយនឹងបន្លែយើងផ្សេងទៀតមានដូចជាការ៉ុតជីអង្កាមហើយនិងម្ទេសប្លោករីឯគ្រឿងផ្សំសម្រាប់ធ្វើទឹកត្រីញាំរបស់យើងវិញគឺខ្ញុំមានដូចជាខ្ទឹមសខ្ទឹមក្រហមម្ទេសហើយនិងក្រូចឆ្មាសម្រាប់វិធីធ្វើវិញដំបូងគឺខ្ញុំចិតជាមួយនឹងតាយោងចេកត្រាំជាមួយនឹងទឹកក្រូចឆ្មាសិនបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមលាយទឹកត្រីញាំរបស់យើងដំបូងគឺខ្ញុំប្រើស្ករត្នោតទឹកត្រីអំបិលប៊ីចេងខ្ទឹមសខ្ទឹមក្រហមក្រូចឆ្មាហើយនិងម្ទេសបន្ទាប់មកទៀតគឺខ្ញុំបន្ថែមជាមួយនឹងទឹកបន្តិចទៀតនិងលាយជាមួយនឹងសរសៃការ៉ុតហើយកូរឲ្យសព្វតែប៉ុណ្ណឹងគឺជាការរួចរាល់ហើយបងប្អូនសម្រាប់ទឹកត្រីរបស់យើងឥឡូវនេះយើងចាប់ផ្ដើមញាំជាមួយនឹងតាយោងចេករបស់យើងគឺយើងដាក់បន្លែចូលគ្នាហើយជាមួយនឹងសាច់ជ្រូក3ជាន់និងចាក់ជាមួយនឹងទឹកត្រីញាំរបស់យើងចុងក្រោយគឺយើងបន្ថែមជាមួយនឹងជីអង្កាមគឺជាការរួចរាល់សម្រាប់ញាំតាយោងចេកនេះបងប្អូនអាចញ៉ាំលេងក៏បានឬមួយក៏ញ៉ាំជាមួយនឹងបាយក៏បានដូចគ្នាតោះបងប្អូនទាំងអស់គ្នាអញ្ជើញពិសាសូមអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗទៀត